Nơiថ្ងៃអង្គារទី3 ខែមីនា 2026 នេះនឹងមានបាតុភិបមួយកើតឡើងនេះគឺជាបាតុភូតច័ន្ទគ្រាសឬហៅកាត់ថាច័ន្ទគ្រាសលោហិតព្រឹត្តិការណ៍នេះនឹងបណ្ដាលឲ្យមានច័ន្ទព្រះច័ន្ទមានពណ៌ក្រហមច្រាលដូចជាឈាមឬយើងអាចនិយាយម្យ៉ាងទៀតថាច័ន្ទគ្រាសលោហិតនោះឯងបាតុភូតនេះយើងអាចមើលឃើញនៅចន្លោះម៉ោង 6:33 នាទីល្ងាចរហូតដល់ម៉ោង 9:23 នាទីយប់សម្រាប់អ្នកសិក្សាហុងស៊ុយឬគ្រូហុងស៊ុយចាត់ទុកថាបាតុភូតនេះជារឿងមិនល្អដែលយើងត្រូវតែប្រុងប្រៀបខ្លួននិងបង្កើនការប្រុងប្រយ័ត្នជាទូទៅបាតុភូតនេះជាសញ្ញាដែលបង្ហាញថានឹងកើតមានសង្គ្រាមវិបត្តិសេដ្ឋកិច្ចឬរឿងហេតុមិនល្អផ្សេងៗដោយករណីពេលនេះពិភពលោកកំពុងតែគ្មានស្ថិរភាពជាដើមដូចនេះក្នុងអំឡុងពេលច័ន្ទគ្រាសលោហិតនេះយើងត្រូវតែធ្វើដូចខាងក្រោម 1. ហាមងើយមើលឬត្រូវពន្លឺរបស់វា 2. ហាមធ្វើការសមាធិបួងសួងឬបន់ស្រន់ 3. នៅក្នុងផ្ទះរហូតកុំចេញក្រៅរហូតដល់ចប់ច័ន្ទគ្រាសលោហិតនេះ 4. ហាមនិយាយរឿងអវិជ្ជមានឬគិតរឿងអវិជ្ជមានលើខ្លួនឯង 5. ហាមឲ្យលុយគេខ្ចីតែបើខ្ចីលុយគេបាន 6. ហាមជេរបញ្ចោរឬខឹងជាដើម 7. អ្នកដែលងាយរងផលប៉ះពាល់ជាងគេជាមនុស្សដែលបានកើតឆ្នាំរកាម្សាញ់វកនិងឆ្លូវសូមជូនពរបងប្អូនទាំងអស់គ្នាសុខសុវត្ថិភាពមានលាភមានជ័យនិងជោគជ័យគ្រប់គ្នាកុំឲ្យរងផលប៉ះពាល់ពីច័ន្ទគ្រាសលោហិតនេះ